បាទសូមជម្រាបសួរបងប្អូនប្រិយមិត្តរៀនភាសាអង់គ្លេសទាំងអស់បាទថ្ងៃនេះយើងសូមបន្តមេរៀនយើងទាក់ទងនឹង phonics បាទក្នុងនោះគឺយើងនៅតែចាប់ផ្ដើមមេរៀនទាក់ទងនឹងដែលថាការប្រើប្រាស់អក្សរដែលនៅខាងដើមនៃពាក្យណាបាទគឺមានន័យថាអក្សរដែលចាប់ផ្ដើមដំបូងនៃពាក្យសម្រាប់ព្យញ្ជនៈ initial beginning letters for consonant បាទក្នុងនោះយើងក្រឡេកមកមើលអក្សរ F បាទអក្សរ F គឺមានសំឡេងជា ឬក៏ f សំឡេង f បាទដែលអក្សរខ្មែរគឺស្មើនឹងអក្សរ h ជើង v f បាទហើយពាក្យនេះមានដូចជាពាក្យដែលយើងខ្ញុំ highlight ពណ៌លឿងហ្នឹងគឺពាក្យ for បាទដែលមានអក្សរខ្មែរនៅខាងស្ដាំដៃនៃការអាន for food fish fox fan fee fight បាទជាបន្តគឺតើតើនឹងអក្សរ G អក្សរ G គឺមានសំឡេងអក្សរ g ដែលអក្សរខ្មែរយើងស្មើនឹងអក្សរ h ជើងកបាទក្នុងនោះមានដូចជាពាក្យ go good girl green garlic gain បាទហើយជាបន្តនោះគឺយើងក្រឡេកមកមើលអក្សរ H បាទអក្សរ H គឺមានសំឡេងស្មើនឹងសំឡេង h អក្សរខ្មែរគឺស្មើនឹងអក្សរ h បាទគឺអក្សរ h ដូចជាពាក្យ heel hand hello happy he hot high បាទដោយឡែកសម្រាប់គឺអក្សរ I បាទអក្សរ I ហ្នឹងគឺមានសំឡេង2ដែលក្នុងនោះសំឡេងទី1ហ្នឹងគឺគេហៅថាអក្សរ I ដែលមានសំឡេង E ឬក៏ E បាទគឺសំឡេង E ឬក៏យើងហៅថា short E បាទ short E ហ្នឹងមានន័យថាសំឡេង E ខ្លីបាទដែលវាប្រហែលនឹងសំឡេង short E អក្សរ E ណាបាទគេហៅថាសំឡេងខ្លីបាទដូចជាពាក្យsit big wig bit igloo បាទដែលឡែកគឺសម្រាប់អក្សរ I នេះគឺមានសំឡេងខ្លីដែលគេហៅថាសំឡេងអក្សរ short E ទន្ទឹមហ្នឹងក៏សំឡេង short E ហ្នឹងយើងមកមើលរលេខមេរៀនចាស់យើងហ្នឹងដែលថាតើ short E ហ្នឹងសំឡេងមិនគឺមានថាសំឡេង s បាទដូចជាពាក្យ dash slat tense well bell west lake បាទទន្ទឹមនឹងអក្សរ I ក៏មានសំឡេងទី2គេហៅថាសំឡេងអក្សរ I បាទអក្សរ I ហ្នឹងគឺសំឡេង I ខ្យល់ I តែម្ដងដូចជាពាក្យគេហៅថាគេហៅថា long E បាទមានន័យថាសំឡេងអក្សរ I វែងបាទឬក៏ sound I បាទគេហៅថាសំឡេងអក្សរ I ដែលគឺជាសំឡេងវែងបាទបើសិនជា I សំឡេងខ្លីគេហៅថា S ឬក៏ E បាទហើយបើសិនជាអក្សរ I សំឡេងវែងគឺមានសំឡេងថាសំឡេង I យើងមើលឧទាហរណ៍សំឡេង I វិញមានដូចជាice night lion ដែលឡែកសម្រាប់ពាក្យនេះគឺគេអាចយើងអានថាសាញដែលវាចេញមកពីពាក្យសំឡេងអក្សរ SI ហើយសាយប៉ុន្តែនឹងសំឡេងចុងក្រោយគេហៅថាជាងមានថាសាយចឹងដល់ពេលយើងប្រកបរួមគេហៅថាសាញបាទហើយសម្រាប់អក្សរ J ដែលឡែកគឺសម្រាប់អក្សរ J គឺសំឡេងវាប្រហែលនឹងអក្សរ យោបាទយោគេហៅសំឡេងថា j ដូចជាពាក្យឧទាហរណ៍របស់យើងគេហៅថាពាក្យគេហៅថាពាក្យ jam
jet jet jeans jeans joke joke jam jam job job និងពាក្យចុងក្រោយគឺពាក្យ juice juice បាទអញ្ចឹងខ្ញុំសូមបញ្ចប់មេរៀនយ៉ាងតែប៉ុណ្ណេះហើយសូមជួយ subscribe like share និង comment ផងបាទហើយបើសិនជាមានកំហុសអីខុសឆ្គងគឺសូមអធិស្ឋានបាទសូមអរគុណ thank you